គ្នាថ្ងៃនេះមក make up ទៀតហើយប៉ុន្តែចង់អត់ចង់ voice over ហើយក៏ចង់ដាក់ play ណាគឺចង់មកនិយាយតបទៅម្នាក់ទាំងអស់គ្នាហ្មងថ្ងៃនេះខ្ញុំធ្វើ make up បែប beauty queen ហើយ inspire ចេញពី Miss Cosmo Philippines ដោយសារខ្ញុំតែប៉ុតខ្ញុំឆ្លាញ់ make up ហ្នឹងយូរហើយប៉ុន្តែខ្ញុំអត់ដែលឃើញថាធ្វើទេខ្ញុំទៅតែឃើញមានគេ comment នៅក្នុង page នៅក្នុង video របស់ខ្ញុំ make up ហ្នឹងទៅខ្ញុំមកធ្វើ video make up ហ្នឹង so yeah let's get start ខ្ញុំមាន make up នៅលើមុខខ្លះៗហើយអញ្ចឹងខ្ញុំនឹងថែមម្សៅហ្មងអ្នកទាំងអស់ខ្ញុំនឹងថែម foundation យកហ្មងព្រោះដោយសារមុនហ្នឹងខ្ញុំទៅក្រៅខ្ញុំលាប cushion តិចតិចទេអញ្ចឹងខ្ញុំអត់បន្តម្សៅទេវាអត់អីទេយើងអាចថែម make up ពីលើបានអូខេបន្ទាប់ពីដាក់ម្សៅស្អិតហើយខ្ញុំប្រើប៉ុងខ្ញុំសក់មិនទឹកហើយទៅមកដល់វាចូលមុខយើងមកខ្ញុំអត់ទ្រលាប់និយាយពេល make up ទេអ្នកនរអត់ពេលចឹងអត់ដឹងនិយាយអីចឹងតែខ្ញុំនឹងព្យាយាមនិយាយនៅក្នុងវីដេអូនេះ concealer ខ្ញុំប្រើពីរពណ៌នេះអ្នកនរគ្នាអានេះយើងបែក pink បន្តិចហើយនេះរៀងសបន្តិចយកពងត្រែយកមក blend ហើយជាមួយនឹងម្សៅអានេះស្តៀង loose powder ដែរអ្នកនរគ្នាវាអត់មានពណ៌ឯនេះហ៎វារៀងនេះវាទុកជាតិខ្លាញ់បានល្អឡើងឆាក់ទេគឺត្រូវហ្មងអ្នកនរគ្នាធួមុខខ្ញុំប្រើជាមួយនឹងពណ៌រៀងចាពីពណ៌នេះហើយចាប់អស់ហើយបាទលើនេះបែក make up គាត់ហ្នឹងមើលទៅរៀង tone រៀង warm tone ណានេះ contour មុខគាត់រៀង sharp ហើយរៀងច្រៀងណាតើឡើយនេះមុខខ្ញុំវារៀងមាន shape ស្រាប់ហើយអញ្ចឹងខ្ញុំ contour តែបន្តិចក៏ចេញដែរចុះមកដល់ contour ច្រមុះអ្នកនរឲ្យច្រមុះគាត់រៀងខុសពីច្រមុះខ្ញុំដោយសារតែច្រមុះគាត់រៀង van ជាងខ្ញុំណាខ្ទង់គាត់ខ្ពស់ជាងហើយ van ជាងទៀតហើយដល់ខ្ញុំ contour បែបផើតបែបតកតាតែលើកនេះអត់ទេខ្ញុំ contour វាចុះមកចេះហ្មងដើម្បីឲ្យឃើញច្រមុះខ្ញុំរៀង van ដែរតមកទៀត color ថ្ពណ៌អ្នកនរគ្នាដឹងហើយខ្ញុំយកផាត់ color ថ្ពណ៌មកគេហើយ color ថ្ពណ៌ខ្ញុំប្រើពណ៌ចេះអ្នកនរគ្នាហើយគាត់ផាត់នៅម្ដុំថ្ពណ៌នេះគាត់ដាក់នៅច្រមុះគាត់ដែរអ្នកនរគ្នាផ្នែកគាត់សាមញ្ញមែនតើពណ៌ទូទៅហ្មងគឺពណ៌សូកូឡាលាយមួយនឹងពណ៌មាសរបៀប rose gold មាសបន្តិច rose gold បន្តិចចឹងណាពីនឹងសាច់ចឹងណាអ្នកនរគ្នានេះពណ៌នេះមកផាត់ពេញទៅបកភ្នែកចឹងមកនេះពណ៌ខ្ញុំ contour មុខនេះពណ៌នោះរៀងសូកូឡារៀងដិតណាអ្នកនរគ្នាយកមកផាត់នៅកន្ទុយភ្នែកយកវាមកផាត់នៅកន្ទុយភ្នែកមកនេះកុំអស់ទៅដល់មុខនេះហើយអ្នកនរគ្នាយកជក់ហ្នឹងបលិនឲ្យវាអស់ជាតិម្សៅខ្លះហើយអ្នកនរគ្នាអស់វាមកចេះអស់វាមកកន្លែងបំណងច្រមុះយើងមួយភ្នែកយើងណាហើយថែមឡើងនឹងបន្តិចអូខេពណ៌ពីរហ្នឹងដែល contour មកហ្នឹងខ្ញុំយកពីរហ្នឹងគឺខ្ញុំយកមកលាបនៅក្របភ្នែកខ្ញុំយកមកអូខេហើយខ្ញុំយកពណ៌នេះអាហ្នឹងពណ៌រៀងមាសបែក gold តិចសូកូឡាតិចបែក rose gold តិចខ្ញុំយកវាមកលាបនៅភ្នែករបស់ខ្ញុំនៅគល់ភ្នែកណាតោះមកខ្ញុំយកជក់អញ្ចឹងអ្នកនរគ្នាពណ៌ហ្នឹងក៏ដែរណាភ្នែករបស់ខ្ញុំធ្វើការពុតរំភ្នែកអ្នកនរគ្នាអញ្ចឹងខ្ញុំពុតរំភ្នែកហើយបាទខ្ញុំគូ eyeliner អ្នកនរគ្នាសម្រាប់ eyeliner ខ្ញុំគូអានេះសិនវាគេហៅ waterline យើង under waterline យើងណាអ្នកនរឃើញភ្នែកយើងកាន់តែមុតអ្នកនរឃើញពេលដែលយើងគូទៅវាឃើញខ្មៅឡើងនេះឃើញវាមើលមកវាច្បាស់ជាងខាងនេះអត់គូយកទៅរំភ្នែកយើង eyeliner យកទៅរំភ្នែកយើងមកអ្នកនរគ្នាមកនឹង move on ទៅលាប mascara ហើយបិទរំភ្នែកខ្ញុំនេះខ្ញុំមកយកពណ៌ពួកអានេះ set shimmer ទាំងអស់អញ្ចឹងខ្ញុំយកពណ៌រៀងនេះហើយខ្ញុំ mix ជាមួយនឹងពណ៌នេះដាក់នៅ inner corner របស់ខ្ញុំនេះដូចជាមួយបន្តិចមកដល់ពេលខ្ញុំថែមថយចាំហើយវាអត់ស្មើចឹងណាអ្នកនេះកុំភ័យនេះយក concealer អ្នកនរគ្នាមកជក់របៀបស្ដើងចេះឃើញអត់យើង fix it ឡើយណាដែលយើងគិតថាវារឿងទៅវាលៀនចេញក្រៅពេកវាធំពេកអ្នកនរគ្នាប្រើ concealer conceal ទៅដល់ highlighter ខ្ញុំប្រើ highlighter នេះអ្នកនរគ្នាលើ color ថ្ពណ៌យើងមកតែចូលមកដល់វគ្គសំខាន់ជាងគេគឺមាត់អ្នកនរគ្នាក្រែមគាត់និយាយទៅខ្ញុំអត់ដឹងថាគាត់ប្រើក្រែមអីគេខ្ញុំដឹងត្រឹមថាខ្ញុំលាបខំដែរតែអត់ដឹងថាបានដូចអត់ទេតែអ្នកនរគ្នាគឺខ្ញុំប្រើជាមួយនឹងអានេះ
ប្រដាប់គូចាមហើយដៃគូចាមយកមកគូរមាត់ខ្ញុំឃើញមាត់គាត់មានទ្រង់អញ្ចឹងយើងគូរលួចតិចណាដល់នេះយើងគូរមាត់ហើយក្រែមពណ៌ក្រហមអ្នកនរគ្នាខ្ញុំលាបក្រែមហើយ and this is the final look. Wait, let me change and I'll be back. Okay អ្នកនរគ្នា I'm back. I just change a bit ចង់ឲ្យវាមើលមកឃើញរៀង reveal ខាងលើទៀតអ្នកនរគ្នាមើលអញ្ចឹងណាហើយសក់របស់ខ្ញុំធ្វើខ្លួនណាគាត់ថា it's not really good right now ដោយសារតែខ្ញុំអត់តបានកក់សក់ចេះ just move ហើយឲ្យវាមើលទៅស្តៀងគាត់អញ្ចឹងណា and yeah this is the final look. I know I don't look like her at all, but I just like the makeup. Like her makeup is really like beautiful, so I just wanna try it, and yeah, it looks so good. Need closer look. Give me the rate from 1 to 10 អ្នកនរគ្នា rate ឲ្យខ្ញុំមែន1ដល់10ហើយបើសិនជាអ្នកនរគ្នាចង់ឲ្យខ្ញុំធ្វើ makeup អីផ្សេងទៀតអ្នកនរគ្នាអាច comment បាន I will try to do it. And this look I kind of like it, and I think that's it for the video guys. Thank you for watching. Bye.